ឬណាតរូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើតតិចក្តីច្រើនក្តីសូមចូលរួមជួយកងទ័ពនិងជនភៀសសឹកទោះបីជាកំពុងរស់នៅទឹកដីអាមេរិកយ៉ាងមានក្តីសុខជាមួយស្វាមីក្តីរឿនណាតអតីត Miss Universe 2018នៅតែនឹករលឹកដល់ស្រុកកំណើតជាពិសេសក្នុងអំឡុងពេលតែប្រទេសកំពុងជួបសង្គ្រាមឈ្លានពានពីកងទ័ពថៃនាងក៏បានចូលរួមចំណែកថវិកាខ្លះៗដើម្បីចូលរួមដល់កងទ័ពនិងជនភៀសសឹកផងដែររឿនណាតនិយាយថានៅក្រោមអណ្ដាតភ្លើងសង្គ្រាមបានបង្រៀនឲ្យយើងយកកាន់តែច្បាស់ថាប្រសិនបើយើងមិនរឹងមាំខ្លួនឯងទេគ្មានប្រទេសណាមកការពារឬជួយយើងបានឡើយគេបានដឹងបានឮរឿងដែលបានកើតឡើងតែចុងក្រោយបានត្រឹមឈមមើលប៉ុណ្ណោះយុទ្ធធរតែងតែលំអៀងទៅកន្លែងណាដែលមានអត្ថប្រយោជន៍រឹងមាំងើបឡើងតស៊ូរួមគ្នាព្រោះកម្លាំងពិតកើតឡើងពីការរួបរวมជាមួយគ្នានេះផងដែររឿនណាតក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនជាមូលនិធិផ្សេងៗដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាបងប្អូនភៀសសឹកដែលកំពុងរងគ្រោះដោយសារការបាញ់ប្រហាររបស់កងទ័ពសៀមមកលើកម្ពុជាធ្វើត្បិតតែពេលនេះរូបនាងកំពុងស្ថិតនៅលើទឹកដីអាមេរិកប៉ុន្តែចិត្តនឹងបេះដូងនាងនៅតែនឹករលឹកព្រួយបារម្ភពីស្រុកទេសរឿនណាតក៏បានអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគថវិកានិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះតិចក្តីច្រើនក្តីតាមលទ្ធភាព